ទស្សនៈconសិស្សថ្នាក់ទី6ទាំងអស់គ្នាថ្ងៃនេះយើងមកបន្តមេរៀនទី1យើងបន្តទៀតអំពីចំនួនហើយយើងចូលដល់ចំណុចទី3និយាយអំពីខ្ទង់និងតម្លៃលេខតាមខ្ទង់ខ្ទង់នៃចំនួនមាន7ខ្ទង់ដូចជាខ្ទង់រាយខ្ទង់10ខ្ទង់រយខ្ទង់ពាន់ខ្ទង់ម៉ឺនខ្ទង់សែននិងខ្ទង់ដែលធំជាងគេគឺខ្ទង់លានចំពោះរបៀបរកតម្លៃលេខតាមខ្ទង់កូនអាចប្រើរូបមន្តខាងក្រោមនេះបានអញ្ចឹងយើងរកតម្លៃលេខតាមខ្ទង់យើងស្មើនឹងតួលេខតម្លៃតួលេខតាមខ្ទង់នីមួយៗគុណឲ្យតម្លៃលេខនៃខ្ទង់នីមួយៗណាយើងត្រូវចាំថាដើម្បីរកតម្លៃលេខតាមខ្ទង់គឺយើងត្រូវយកតួលេខតាមខ្ទង់គុណឲ្យតម្លៃលេខនៃខ្ទង់នីមួយៗអញ្ចឹងពេលដែលបងប្អូនទិញអានឹងចាំហើយយើងអាចនឹងធ្វើលំហាត់បានស្រួលជាងមុនអញ្ចឹងតម្លៃលេខតាមខ្ទង់ស្មើនឹងតួលេខតាមខ្ទង់គុណឲ្យតម្លៃលេខនៃខ្ទង់នីមួយៗអញ្ចឹងដើម្បីឲ្យយល់កាន់តែច្បាស់បញ្ជាក់លើរូបមន្តខាងលើនេះយើងទៅមើលឧទាហរណ៍ណាឧទាហរណ៍ចូលប្រាប់ខ្ទង់និងតម្លៃលេខតាមខ្ទង់នៃចំនួន57689ចឹងដើម្បីប្រាប់ខ្ទង់និងតម្លៃលេខតាមខ្ទង់ទៅគេបានត្រឹមត្រូវយើងត្រូវដឹងថាតើលេខ5នេះនៅក្នុងខ្ទង់អីហើយលេខ7ហ្នឹងនៅក្នុងខ្ទង់អីលេខ6នៅក្នុងខ្ទង់អីលេខ8នៅក្នុងខ្ទង់អីនិងលេខ9នេះនៅក្នុងខ្ទង់អីដល់ពេលដែលយើងដឹងថាវានៅក្នុងខ្ទង់អីហើយគឺយើងគ្រាន់តែយកលេខហ្នឹងទៅគុណជាមួយតម្លៃលេខនៃខ្ទង់ហ្នឹងគឺយើងបានចម្លើយគឺតម្លៃលេខរបស់វាគឺស្មើប៉ុណ្ណឹងអញ្ចឹងយើងមកមើលចម្លើយអញ្ចឹងយើងមុននឹងយើងទៀងទាត់ថា5ហ្នឹងវានៅក្នុងខ្ទង់អីយើងរៀនរាល់ទាំងអស់គ្នាអញ្ចឹងរាយ10រយពាន់ម៉ឺនអញ្ចឹងលេខ5នៅក្នុងខ្ទង់ម៉ឺនលេខ7នៅក្នុងខ្ទង់ពាន់លេខ6នៅក្នុងខ្ទង់រយលេខ8នៅក្នុងខ្ទង់10លេខ9នៅក្នុងខ្ទង់រាយអញ្ចឹងយើងមកមើលចម្លើយរួមទាំងអស់គ្នាលេខ5នៅខ្ទង់ម៉ឺនមានតម្លៃស្មើនឹង5គុណឲ្យ10000ស្មើ50000លេខ7នៅខ្ទង់ពាន់មានតម្លៃស្មើនឹង7គុណឲ្យ1000ស្មើនឹង5000លេខ6នៅខ្ទង់រាយសំទោសលេខ6នៅខ្ទង់រយមានតម្លៃស្មើនឹង6គុណនឹង100ស្មើនឹង600លេខ8នៅខ្ទង់10មានតម្លៃស្មើនឹង8គុណឲ្យ10ស្មើ80លេខ9នៅខ្ទង់រាយមានតម្លៃស្មើនឹង9គុណឲ្យ1ស្មើនឹង9អញ្ចឹងតាមរយៈការបង្ហាញតួលេខតាមខ្ទង់និងតម្លៃលេខតាមខ្ទង់នេះយើងអាចទាញការចំណាំបានណាអញ្ចឹងពេលកូនធ្វើលំហាត់កូនត្រូវចាំថាបើយើងរកឃើញថាលេខ1នោះនៅក្នុងខ្ទង់រាយយើងគ្រាន់តែគុណវានឹង1ទៅហើយបើយើងរកឃើញថាលេខ1ណានៅក្នុងខ្ទង់10យើងត្រូវយកលេខ1នោះទៅគុណនឹង10ហើយបើលេខណានៅក្នុងខ្ទង់រយយើងត្រូវគុណជាមួយនឹង100ហើយបើសិនជាលេខណានៅក្នុងខ្ទង់ពាន់យើងគុណនឹង1000បើវានៅក្នុងខ្ទង់ម៉ឺនយើងគុណនឹង10000ហើយបើវានៅក្នុងខ្ទង់សែនយើងគុណនឹង100,000ហើយបើវានៅក្នុងខ្ទង់លានយើងគុណ1លានអញ្ចឹងមួយចំនួនគុណនឹង
ចំនួនដែលជាតម្លៃលេខតាមខ្ទង់នីមួយៗហ្នឹងវានឹងបានចម្លើយហើយអញ្ចឹងក្នុងមេរៀននេះក្នុងចំណុចនេះលោកគ្រូមានតែប៉ុណ្្នឹងទេហើយទាំងអស់គ្នាគឺខំប្រឹងរៀននេះណាចុះស្ដារឡើងទៅដើម្បីឲ្យយល់កាន់តែច្បាស់ហើយពេលយើងធ្វើលំហាត់អត់មានបញ្ហាអីទៅលំបាកទេព្រោះយើងយល់មេរៀនច្បាស់ហើយអញ្ចឹងសម្រាប់មេរៀននេះ